ជំរាបសួរមិត្តភក្តិអ្នកម៉ាស្កខ្ញុំពិតជារំភើបណាស់នៅថ្ងៃនេះខ្ញុំពិតជាសប្បាយចិត្តថ្ងៃនេះព្រោះថ្ងៃនេះខ្ញុំនៅរោងចក្រទឹករ៉ែដោយស្វ័យប្រវត្តិពេញលេញដែលជាអតិថិជនដ៏សប្បាយចិត្តបំផុតរបស់យើងនេះគឺជា Vince Aqua ហើយឈ្មោះម៉ាកគឺ Live In នៅទីនេះពួកគេបានដំឡើងរោងចក្រមួយដោយស្វ័យប្រវត្តិយ៉ាងពេញលេញ150 BPM ខ្ញុំនឹងបង្ហាញអ្នកផ្ទាល់របៀបដែលទឹកត្រូវបានបន្សុទ្ធរបៀបដែលដបត្រូវបានធ្វើរបៀបដែលដបត្រូវបានវេចខ្ចប់របៀបដែលដបត្រូវបានដាក់ស្លាកនិងរបៀបដែលវាត្រូវបានផលិតនៅក្នុងប្រអប់និងរបៀបដែលវាត្រូវបានបញ្ជូនអ្នកនឹងរំភើបនៅពេលដែលអ្នកសម្លឹងមើលបច្ចេកវិទ្យារោងចក្រស្វ័យប្រវត្តិពេញលេញរោងចក្រស្វ័យប្រវត្តិពេញលេញទាមទារការរៀបចំផែនការនិងការរចនានិងការប្រតិបត្តិយ៉ាងប្រុងប្រយ័ត្នរោងចក្រទាំងមូលនេះត្រូវបានរចនាឡើងដោយវិស្វកររបស់យើងនិងត្រូវបានប្រតិបត្តិដោយអ្នកជំនាញបច្ចេកវិទ្យារបស់យើងនេះគឺជាច្រកចូលរោងចក្រខ្ញុំនឹងបង្ហាញអ្នកនៅសំណង់ទាំងមូលផងដែរក៏ដូចជារចនាសម្ព័ន្ធខាងក្នុងនៃរោងចក្រក៏ដូចជាគ្រឿងម៉ាស៊ីនរបស់រោងចក្រនេះគឺជាកាប៊ីនសន្តិសុខអង្គុយនៅទីនេះហើយវានឹងធ្វើឲ្យចូលនិងចេញពីអ្វីទាំងអស់នៅពេលដែលអ្នកចូល you can see the big space large open space អ្នកអាចមើលឃើញស្រមោលនោះតំបន់ស្រមោលនោះគឺ 100000 feet carré នៅក្បែរតំបន់ feet carré នោះពួកគេមានច្រើននៅជុំវិញ5ទៅ7000 feet carré បើកចំហតំបន់បើកចំហនេះពួកគេអាចប្រើសម្រាប់ចាត់រថយន្តដបនឹងត្រូវបានបញ្ជូននៅក្នុងឡានដឹកទំនិញបែបនេះអ្នកអាចមើលឃើញរថយន្តដឹកទំនិញដូច្នេះពួកគេអាចចូលទៅក្នុងរោងចក្របានយ៉ាងងាយស្រួលហើយនៅពេលដែលវាត្រូវបានផ្ទុកវាអាចចេញទៅក្រៅរោងចក្រដែលបានរចនាយ៉ាងល្អរោងចក្រធំទូលាយណាស់យើងបានប្រើរោងចក្រនេះមួយដើម្បីធ្វើឲ្យវាកាន់តែមានប្រសិទ្ធភាពនិងនិរន្តរភាពនេះគឺជារុក្ខជាតិដែលបានរចនាយ៉ាងស្រស់ស្អាតណាស់តំបន់នេះពួកគេមានសម្រាប់កន្លែងស្នាក់នៅរបស់បុគ្គលិកគ្រប់គ្រងជាន់ខ្ពស់នេះគឺជាតំបន់ស្នាក់នៅសម្រាប់អ្នកគ្រប់គ្រងជាន់ខ្ពស់អ្នកអាចមើលឃើញនេះគឺជាកន្លែងអង្គុយពួកគេមានផ្ទះបាយផងដែរហើយពួកគេមានបន្ទប់គេងផងដែរពួកគេស្នាក់នៅទីនេះពួកគេចម្អិនអាហារនៅទីនេះហើយពួកគេមានកន្លែងបរិភោគអាហារបើកចំហផងដែរនេះគឺជាកន្លែងបរិភោគអាហារបើកចំហអ្នកគ្រប់គ្រងជាន់ខ្ពស់ក៏ដូចជាកម្មកររោងចក្រអាចទទួលទានអាហារថ្ងៃត្រង់និងអាហារពេលល្ងាចនៅទីនេះហើយពួកគេអាចស្នាក់នៅទីនេះរឿងសំខាន់ដែលអ្នកត្រូវយល់ប្រសិនបើអ្នកមានគម្រោងដំឡើងរោងចក្រស្វ័យប្រវត្តិប្រសិនបើអ្នកមានកន្លែងទំនេរបន្ទាប់មកព្យាយាមសាងសង់កន្លែងស្នាក់នៅមួយចំនួនសម្រាប់កម្មករនិងបុគ្គលិកគ្រប់គ្រងរបស់អ្នកដូច្នេះពួកគេអាចផ្ដល់ពេលវេលាពេញលេញដល់រោងចក្ររបស់អ្នកហើយពួកគេអាចផលិតកម្មដែលអ្នកមិនអាចសំបីតែស្រមៃមើលពួកគេអាចផលិតបានច្រើនជាងការរំពឹងទុករបស់អ្នករក្សាចំណុចនេះនៅក្នុងចិត្តរបស់អ្នកនេះគឺជាច្រកចូលនៃរោងចក្រអ្នកអាចមើលឃើញម៉ាស៊ីនភ្លើងផងដែរនៅទីនេះនេះត្រូវបានទាមទារសម្រាប់ការបម្រុងទុកការផ្គត់ផ្គង់ថាមពលពេលខ្លះអគ្គិសនីទៅហើយអ្វីដែលកើតឡើងនៅក្នុងរោងចក្រស្វ័យប្រវត្តិការសម្ដែងមួយចំនួនស្ថិតនៅក្រោមកម្ដៅខ្លះកំពុងផ្លុំខ្លះស្ថិតនៅក្រោមការបំពេញដូច្នេះប្រសិនបើអគ្គិសនីទៅការសម្ដែងនោះអាចខ្ជះខ្ជាយប្រសិនបើអ្នកមានការបម្រុងទុកអគ្គិសនីនេះដូច្នេះរោងចក្រនោះនឹងមិនឈប់ហើយដំណើរការទាំងអស់ដែលកំពុងដំណើរការនឹងឆ្លងកាត់នេះគឺជារឿងសំខាន់ដែលអ្នកត្រូវពិចារណាប្រសិនបើអ្នកអាចកំណត់ការបម្រុងទុកអគ្គិសនីវានឹងល្អសម្រាប់ការសន្សំការចំណាយព្រមទាំងវាក៏នឹងផ្ដល់នូវការផលិតមិនឈប់ផងដែរឥឡូវនេះសូមផ្លាស់ទីចូលទៅក្នុងអង្គភាពផលិតកម្មនេះគឺជារោងចក្រទឹករ៉ែដោយស្វ័យប្រវត្តិពេញលេញអ្នកអាចមើលឃើញនេះគឺជាបន្ទាត់ពេញលេញឥឡូវនេះខ្ញុំនឹងពន្យល់ពីម៉ាស៊ីននីមួយនិងគ្រប់យ៉ាងលម្អិតមួយដោយមួយតោះចាប់ផ្ដើមពីប្រភពទឹកឆៅយើងនឹងមើលប្រភពទឹករបៀបដែលវាត្រូវបានធ្វើទឹកផឹកវេចខ្ចប់ជាធម្មតាប្រភពទឹក3ប្រភេទអាចត្រូវបានប្រើមួយគឺទឹកអណ្ដូងទឹកទន្លេឬទឹកដឹកប្រេងនៅក្នុងរោងចក្រនេះពួកគេបានប្រើទឹកអណ្ដូងធុញបានល្អគឺនៅឆ្ងាយពីក្រោយភីគីនោះពួកគេមានធុងផ្ទុក100,000 លីត្រនៅទីនោះពីទីនោះវាត្រូវបានមកទីនេះពួកគេបានដំឡើងធុងផ្ទុកទឹកឆៅចំនួន210,000 លីត្រនីមួយដូច្នេះធុងនេះត្រូវបានធ្វើពីសម្ភារៈអ្វីដែលសំខាន់គឺវាគួរតែត្រូវបានបញ្ជាក់គុណភាពឬវិញ្ញាបនបត្រថ្នាក់អាហារត្រូវបានទាមទារដោយសារតែអ្នកកំពុងកែច្នៃទឹកអ្វីដែលតាក់ទងគួរតែជាថ្នាក់អាហាររក្សារឿងនេះនៅក្នុងចិត្តពីទីនេះទឹកនឹងទៅរោងចក្រអរ៉ូឥឡូវនេះយើងនឹងឃើញរោងចក្រអរ៉ូរោងចក្រ reverse osmosisអ្នកអាចមើលឃើញបន្ទប់រុក្ខជាតិអរ៉ូនៅទីនេះតំបន់ទាំងមូលគឺសម្រាប់រោងចក្រអរ៉ូមានបន្ទប់ដាច់ដោយឡែកសម្រាប់រុក្ខជាតិអរ៉ូនិយាយថានៅខាងក្នុងនេះគឺជា12,000 លីត្រក្នុង1ម៉ោងរ៉ូផ្លែតនោះមានន័យថាវាអាចបន្សុទ្ធទឹក12,000 លីត្រក្នុង1ម៉ោងដូច្នេះវាជារោងចក្រដែលមានសមត្ថភាពធំណាស់យើងបានឃើញធុងផ្ទុកទឹកឆៅនៅទីនោះពីទីនោះទឹកនឹងត្រូវបានបូមតាមរយៈម៉ាស៊ីនបូមនេះគឺជាម៉ាស៊ីនបូមទឹកឆៅពីបូមវានឹងទៅធុងដំបូងនេះគឺជាតម្រងខ្សាច់ឬវាអាចហៅថាជាតម្រងភពព័ត៌មាននៅក្នុងធុងនេះនឹងមាន5ស្រទាប់នៃតម្រងភពព័ត៌មានវានឹងត្រង់ភាពមិនបរិសុទ្ធដែលត្រូវបានផ្អាកដែលមាននៅក្នុងទឹកវាអាចត្រង់ភាពមិនបរិសុទ្ធទំហំរហូតដល់50 មីក្រូហើយនៅទីនេះសន្ទះ multiport មានទាំងប្រព័ន្ធពីទីនេះទឹកនឹងទៅប្រព័ន្ធទី2នេះត្រូវបានគេហៅថាតម្រងកាបូនដែលបានធ្វើឲ្យសកម្ម
នៅក្នុងប្រព័ន្ធនេះកាបូនដែលបានធ្វើឲ្យសកម្មមាននៅទីនោះ activated carbons បន្សុទ្ធទឹកសម្រាប់ភាពមិនបរិសុទ្ធហ្វ្រេរាងដូចជាពណ៌មិនល្អក្លិនមិនល្អរសជាតិមិនល្អសារធាតុគីមីវាយកភាពមិនបរិសុទ្ធហ្វ្រេរាងចេញពីទីនេះទឹកឆ្លងកាត់តម្រងប្រអប់ព្រីនថមេក្រូននៅក្នុងប្រព័ន្ធនេះតម្រងប្រអប់ព្រីនទំហំ5មីក្រូត្រូវបានប្រើវានឹងយកភាពមិនបរិសុទ្ធរហូតដល់5មីក្រូជាធម្មតាមនុស្សផ្ដល់ឲ្យតម្រង micro cartridge ទំហំតូចៗយើងកំពុងប្រើទំហំ Jumbo អ្នកអាចមើលឃើញតម្រងទំហំ Jumbo វាអាចបន្សុទ្ធទឹកបានប្រសើរជាងមុនបើប្រៀបធៀបទៅនឹងតម្រងប្រអប់ព្រីនតូចពីទីនេះមានប្រព័ន្ធថ្នាំនេះត្រូវបានគេហៅថាប្រព័ន្ធថ្នាំប្រឆាំងនឹង Scalant នេះនឹងដាក់វត្ថុរ៉ាវប្រឆាំងនឹង Scalant ចូលទៅក្នុងភ្នាអ្វីដែលវានឹងធ្វើជាធម្មតាទឹកមានភាពរឹងនិងធាដូច្នេះវានឹងបង្កើតជាស្រទាប់នៅលើភ្នាដែលមានតម្លៃថ្លៃ Membrane មានតម្លៃថ្លៃណាស់ដូច្នេះយើងត្រូវការពារភ្នាស្រទាប់នឹងមិនត្រូវបានបង្កើតឡើងដោយសារតែការប្រើថ្នាំនៃវត្ថុរ៉ាវប្រឆាំងនឹង Scalant នោះនឹងការពារការដាក់ស្រទាប់នេះនៅលើភ្នាហើយវានឹងបង្កើនអាយុកាលរបស់ភ្នាពីទីនេះនឹងមានម៉ាស៊ីនបូមសម្ពាធខ្ពស់ដែលអ្នកអាចមើលឃើញនេះគឺជាម៉ាស៊ីនបូមសម្ពាធខ្ពស់វានឹងបង្កើតសម្ពាធខ្ពស់នៅក្នុងទឹកប្រហែល15គីឡូក្រាមក្នុង1សង់ទីម៉ែត្រការ៉េនៅសម្ពាធខ្ពស់បែបនេះវាឆ្លងកាត់ភ្នាអ្នកអាចមើលឃើញនេះត្រូវបានគេហៅថាលំនៅឋាន membrane នៅខាងក្នុងមានភ្នាវានឹងឆ្លងកាត់ទឹកក្នុងសម្ពាធខ្ពស់តាមរយៈភ្នាភាពមិនបរិសុទ្ធរំលាយទាំងអស់នឹងត្រូវបានយកចេញពីទីនេះនោះហើយជាមូលហេតុដែលវាត្រូវបានគេហៅថាប្រព័ន្ធបន្សុទ្ធ reverse osmosis ភ្នានេះយកចេញ 0.0001 មីក្រូភាពមិនបរិសុទ្ធនោះមានន័យថាភាពមិនបរិសុទ្ធស្ទើរតែទាំងអស់ត្រូវបានយកចេញពីប្រព័ន្ធនេះហើយភ្នាមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងប្រព័ន្ធនេះក្រុមហ៊ុន Dormanenden ប្រើភ្នាបច្ចេកវិទ្យាខ្ពស់របស់ក្រុមហ៊ុនផលិតអាមេរិកនិងអាល្លឺម៉ង់ដូច្នេះវាអាចបន្សុទ្ធទឹកបានកាន់តែប្រសើរអាចផ្ដល់រសជាតិល្អព្រមទាំងវានឹងធ្វើឲ្យប្រសើរឡើងនូវជីវិតនៃប្រព័ន្ធទាំងមូលនៅពេលដែលទឹកឆ្លងកាត់ភ្នាវាមកដល់ប្រព័ន្ធថ្នាំនេះគឺជាប្រព័ន្ធកម្រិតសារធាតុរ៉ែយើងអាចបន្ថែមអាហារម៉ាញ៉េស្យូមសូហ្វេតនិងប៉ូតាស្យូមប៊ីកាបូណេតនៅក្នុងប្រព័ន្ធទាំងមូលមានឱកាសសារធាតុរ៉ែត្រូវបានយកចេញយើងអាចបំពេញវាដោយប្រើបច្ចេកវិទ្យារ៉ែបន្ថែមយើងផ្ដល់បច្ចេកវិទ្យាខ្ពស់សារធាតុរ៉ែកម្រិតខ្ពស់នៅក្នុងប្រព័ន្ធនេះវាបំពេញសារធាតុរ៉ែនៅក្នុងទឹកហើយនោះហើយជាមូលហេតុដែលកម្រិតសារធាតុរ៉ែកើនឡើងនៅក្នុងទឹកគុណភាពរសជាតិក្លិននៃទឹកកើនឡើងពីទឹកនោះមកដល់ធុងផ្ទុកដែកអ៊ីណុកនេះគឺជាធុងផ្ទុកទឹកចុងក្រោយដែលធ្វើពីដែកអ៊ីណុកពីទីនេះទឹកម្ដងទៀតឆ្លងកាត់ប្រព័ន្ធ post macro ពេលខ្លះភាគល្អិតមួយចំនួនប្រសិនបើកើតឡើងនៅក្នុងធុងវាអាចត្រូវបានយកចេញដោយប្រព័ន្ធ macron វាយកភាគល្អិតចុងក្រោយចេញពីទីនេះវាទៅប្រព័ន្ធ ultraviolet នេះគឺជាពន្លឺកាំរស្មី UV នៅខាងក្នុងមានអំពូលកាំរស្មី UV ចំនួន4ហើយទឹកឆ្លងកាត់ជុំវិញពន្លឺកាំរស្មី UV ដូច្នេះកាំរស្មី UV ចូលទៅក្នុងទឹកហើយវានឹងសម្លាប់បាក់តេរីទាំងអស់ប្រភេទដំបូងនៃការសម្លាប់មេរោគនឹងកើតឡើងនៅទីនេះពីទីនេះទឹកទៅធុងផ្ទុកទឹកចុងក្រោយហើយនៅទីនេះការព្យាបាលចុងក្រោយនឹងត្រូវបានធ្វើនេះគឺជា ozonation នេះគឺជាម៉ាស៊ីន ozonation ហើយនេះគឺជាឧបករណ៍ជំរុញអុកស៊ីសែនបច្ចេកវិទ្យាបង្កើតអុកស៊ីសែនតើនេះនឹងធ្វើអ្វីបច្ចេកវិទ្យាផលិតអុកស៊ីសែននេះបង្កើតអុកស៊ីសែនសុទ្ធហើយវាត្រូវបានផ្គត់ផ្គង់ទៅម៉ាស៊ីន ozonation ឥឡូវនេះ ozonation បំផ្លាញអុកស៊ីសែនទៅជាអូសូនឧស្ម័នអូសូននោះនឹងទៅធុងផ្ទុកវានឹងមកទីនេះនៅក្នុងធុងផ្ទុកឧស្ម័នអូសូនត្រូវបានរំលាយហើយវានឹងធ្វើការសម្លាប់មេរោគចុងក្រោយវានឹងលុបបំបាត់ភាពមិនបរិសុទ្ធបាក់តេរីគ្រប់ប្រភេទឥឡូវនេះអ្វីដែលកើតឡើងឧស្ម័នអូសូនគឺជាឧស្ម័នមិនស្ថិតស្ថេរខ្ពស់វាត្រូវបានបំផ្លាញទៅជាអុកស៊ីសែនភ្លាមពេលខ្លះទឹកនៅខាងលើអាចទទួលបានអូសូននៅខាងក្រោមវាប្រហែលជាមិនទទួលបានអូសូនបានត្រឹមត្រូវក្រុមហ៊ុន Dormanenden បានផ្ដល់ដំណោះស្រាយសម្រាប់រឿងនេះយើងបានផ្ដល់ប្រព័ន្ធចរន្តអូហ្វូនប្រព័ន្ធចរាចរណ៍អូហ្វូននេះយកទឹកពីខាងក្នុងហើយបោះពីខាងលើម្ដងទៀតវានឹងធ្វើចរាចរណ៍មួយប្រភេទនៅខាងក្នុងធុងអ្វីដែលអូសូនត្រូវបានបង្កើតគឺទាក់ទងនឹងដំណក់ទឹកទាំងមូលរាល់ដំណក់ទឹកត្រូវបានអូសូន
អ្នកនឹងមិនទទួលបានបាច់ទៅបាច់ឬដប់ទៅដប់ទេការប្រែប្រួលគុណភាពដប់ដែលមានសារៈសំខាន់ណាស់ប្រសិនបើអ្នកនឹងបង្កើតម៉ាកយីហោនៅលើទីផ្សារអ្នកត្រូវធានាថារាល់ដប់នីមួយនិងគ្រប់បាច់គឺមានឯកសណ្ឋាននិងទឹកដែលមានគុណភាពខ្ពស់ប្រព័ន្ធនេះនឹងធ្វើដូច្នេះនេះគឺជាខ្សែសង្វាក់ផលិតកម្មពេញលេញសម្រាប់ការដប់វាចាប់ផ្ដើមជាមួយនឹងម៉ាស៊ីនផ្លុំនៅទីនេះអ្នកអាចមើលឃើញនេះគឺជាម៉ាស៊ីនផ្លុំដោយស្វ័យប្រវត្តិពេញលេញនេះគឺជាម៉ាស៊ីន4ប្រហោងដែលផលិតបាន7200ដប់ក្នុង1ម៉ោងដែលជាម៉ាស៊ីនផលិតខ្ពស់បច្ចេកវិទ្យាខ្ពស់នេះគឺជាផ្ទាំងបញ្ជាអ្នកអាចមើលឃើញផ្ទាំងបញ្ជារចនាយ៉ាងល្អគ្រោងទុកយ៉ាងល្អអគ្គិសនីគ្រប់រូបអាចយល់ពីយ៉ាក្រាមនៃម៉ាស៊ីននេះហើយនេះគឺជាម៉ាស៊ីនត្រជាក់ដូច្នេះវារក្សាប្រព័ន្ធទាំងមូលនៅក្រោមលក្ខខណ្ឌត្រជាក់ឱកាសនៃការបរាជ័យគឺកម្រណាស់វានឹងមិនបរាជ័យនៅពេលណាមួយឡើយនេះគឺជា Preform Hopper នៅទីនេះយើងអាចផ្ទុកថង់នៃ Preform ដូចនេះអ្នកអាចនិយាយបានគ្រាន់តែបញ្ចេញកាបូបហើយ Preform នឹងទៅដោយស្វ័យប្រវត្តិលើសពីនេះអ្នកអាចមើលឃើញ Preformer ទៅដោយស្វ័យប្រវត្តិតាមរយៈ Conveyor ពីទីនោះវានឹងទៅទីនេះ Preform នឹងមកទីនេះហើយវានឹងទទួលបានបន្ទាត់តម្រឹមដោយស្វ័យប្រវត្តិអ្នកអាចមើលឃើញពីបន្ទាត់មានឯកសណ្ឋានវានឹងទៅនេះគឺជា Preform Loader វានឹងផ្ទុក Preform នៅលើ Conveyor បន្ទាប់ពីផ្ទុកវានឹងទៅផ្លូវរួមក្រោមដីកម្ដៅផ្លូវរួមក្រោមដីកម្ដៅ2គឺនៅទីនោះនៅក្នុងកម្ដៅម៉ាស៊ីនកម្ដៅ Infrared មាននៅទីនោះវានឹងកម្ដៅ Preform ហើយវានឹងធ្វើឲ្យវាទន់វាអាចត្រូវបានផ្លុំយ៉ាងងាយស្រួលអ្នកអាចមើលឃើញនៅទីនេះ Preform កំពុងចូលទៅក្នុងផ្លូវរួមក្រោមដីកម្ដៅបន្ទាប់ពីកម្ដៅវាចូលទៅក្នុងផ្សិតខ្យល់សម្ពាធខ្ពស់នឹងមកពីបាតហើយដប់នឹងផ្លុំប្រព័ន្ធចាក់សោប្រាក់ឈ្នួលត្រូវបានផ្ដល់ឲ្យហើយម៉ាស៊ីនទាំងមូលនេះដំណើរការទាំងស្រុងនៅលើ Servo ភាពជាក់លាក់និងពេលវេលាគឺត្រឹមត្រូវណាស់ហើយនឹងមិនមានការបែកបាក់ណាមួយឡើយអ្នកអាចមើលឃើញ Servo នៅទីនោះនេះគឺជាធុងសង្គ្រោះខ្យល់វាសង្គ្រោះខ្យល់បន្ថែមម្ដងទៀតប្រើវាឡើងវិញហើយនេះជួយសន្សំអគ្គិសនីអ្នកអាចមើលឃើញដំបងលាតសន្ធឹងទាំងនេះក៏ត្រូវបានជំរុញដោយ Servo និង Spade និងភាពត្រឹមត្រូវគឺមិនអាចប្រៀបផ្ទឹមបាននេះក៏ត្រូវបានជំរុញឲ្យមាន Servo ផងដែរម៉ាស៊ីននេះមានប្រព័ន្ធប្រេងរំអិលដោយស្វ័យប្រវត្តិវាដោយស្វ័យប្រវត្តិ lubricates ផ្នែកសំខាន់មិនចាំបាច់មានការរំអិលដោយដៃទេហើយវានឹងការពារការបំបែកម៉ាស៊ីនអ្នកអាចមើលឃើញនៅទីនេះទាំងអស់នេះគឺជាបន្ទាត់ប្រេងរំអិលអ្នកអាចមើលឃើញបន្ទាត់ប្រេងរំអិលទាំងអស់នេះវាដោយស្វ័យប្រវត្តិ lubricates ផ្នែកផ្លាស់ទីបន្ទាប់ពីកម្ដៅវាចូលទៅក្នុងផ្សិតនិងដបត្រូវបានផ្លុំអ្នកអាចមើលឃើញនៅទីនេះដបត្រូវបានផ្លុំដោយស្វ័យប្រវត្តិទាំងស្រុងហើយវាត្រូវបានផ្ទេរដើម្បីដបអ្នកអាចមើលឃើញដោយស្វ័យប្រវត្តិដបត្រូវបានផ្ទេរទៅលើ Conveyor ប្រតិបត្តិការដោយស្វ័យប្រវត្តិពេញលេញមិនត្រូវការកម្លាំងមនុស្សទេនេះគឺជាឧបករណ៍បញ្ជូនខ្យល់តាមរយៈ Air Conveyor ដោយផ្ទាល់ទៅម៉ាស៊ីនបំពេញមិនត្រូវការកម្លាំងមនុស្សទេហើយយើងបានផ្ដល់ឲ្យ Conveyor ផងដែរនេះគឺជាឧបករណ៍បញ្ជូនពេលខ្លះប្រសិនបើនរណាម្នាក់ចង់បញ្ចូលដបដោយដៃយើងអាចធ្វើដោយដៃនៅទីនេះផងដែរឧបករណ៍បញ្ជូននេះត្រូវបានផ្ដល់ឲ្យវានឹងឆ្លងកាត់ម៉ាស៊ីនបំពេញនោះបន្ទាប់ពីផ្លុំដបចូលទៅក្នុងបន្ទាត់បំពេញបន្ទប់នេះដាច់ដោយឡែកសម្រាប់ម៉ាស៊ីនបំពេញម៉ាស៊ីននេះត្រូវបានគេហៅថាម៉ាស៊ីនលាងសម្អាតដោយស្វ័យប្រវត្តិការបំពេញនិងcappingម៉ាស៊ីនដោយស្វ័យប្រវត្តិយ៉ាងពេញលេញម៉ាស៊ីននេះមានសមត្ថភាព150ដបក្នុង1នាទីនោះមានន័យថាវាអាចផលិតបានប្រហែល8000ដបក្នុង1ម៉ោងដូច្នេះម៉ាស៊ីនដែលមានសមត្ថភាពខ្ពស់បែបនេះគឺនៅទីនោះដបគឺមកពីម៉ាស៊ីនផ្លុំដោយស្វ័យប្រវត្តិយ៉ាងពេញលេញហើយវាត្រូវបានចូលទៅក្នុងម៉ាស៊ីនលាងសម្អាតដោយស្វ័យប្រវត្តិបំពេញម៉ាស៊ីនគម្លាតនេះគឺជាផ្ទាំងបញ្ជាទាំងមូលងាយស្រួលណាស់ក្នុងការដំណើរការប្រព័ន្ធដែលមានមូលដ្ឋានលើផ្លុកគឺនៅទីនោះនៅពេលដែលអ្នកផ្ទុកកម្មវិធីវានឹងចាប់ផ្ដើមដោយស្វ័យប្រវត្តិហើយប្រព័ន្ធប្រេងរំអិលដោយស្វ័យប្រវត្តិគឺនៅទីនោះប្រព័ន្ធនេះដោយស្វ័យប្រវត្តិ lubricates ផ្នែកផ្លាស់ទីទាំងមូលនៃម៉ាស៊ីនមិនមានតម្រូវការនៃការរំអិលដោយដៃនៅក្នុងប្រព័ន្ធនេះទេនេះជួយសន្សំពេលវេលាក៏ដូចជាបង្កើនអាយុកាលរបស់ម៉ាស៊ីនដំបូងទឹកនឹងទៅផ្នែកលាងសម្អាតនេះគឺជាម៉ាស៊ីនលាងសម្អាតដោយស្វ័យប្រវត្តិដបនឹងទទួលបានបញ្ច្រាសហើយទឹកនឹងមកពីខាងក្នុង
នៅខាងក្នុងវានឹងត្រូវបានលាងសម្អាតទាំងស្រុងបន្ទាប់ពីលាងសម្អាតវានឹងទៅម៉ាស៊ីនបំពេញនេះគឺជាការបំពេញធុងបំពេញទំហំធំជាងត្រូវបានផ្ដល់ឲ្យនៅក្នុងម៉ាស៊ីននេះដូច្នេះវាអាចផលិតបានទាំងមូលដបកំពុងទទួលបាននៅខាងក្រោមសន្ទះបំពេញអ្នកអាចមើលឃើញសន្ទះបំពេញហើយបន្ទាប់ពីការបំពេញវានឹងទៅផ្នែក capping អ្នកអាចមើលឃើញផ្នែក capping នោះ cap is coming automatically from the cap hopper and each cap is being placed on the bottle and after putting the cap there is a capping head វានឹងរឹតបន្តឹងគម្របដូច្នេះវានឹងតឹងដបយ៉ាងល្អបំផុតដូច្នេះនឹងមិនមានការលេចធ្លីណាមួយនេះគឺជាស្ថានីយ៍ capping ដោយស្វ័យប្រវត្តិទាំងស្រុងបន្ទាប់ពី capping ដបចុះចតនៅលើធុងចំណីចេញបន្ទាប់ពី capping ដបចុះចតនៅលើឧបករណ៍បញ្ជូនចំណីចេញនេះគឺជា conveyor ទិន្នផលតូចដែលអាចលៃតម្រូវកម្ពស់បានសម្រាប់ដបធំវានឹងខ្ពស់សម្រាប់រាងកាយតូចវានឹងតូចវានឹងទៅអធិការកិច្ចនិងដាក់ស្លាកពីទីនេះអ្នកអាចមើលឃើញថាបន្ទាប់ពីការបំពេញដបចុះចតនៅលើ conveyor ទិន្នផលហើយនេះគឺជាអេក្រង់ត្រួតពិនិត្យមនុស្សម្នាក់អាចពិនិត្យមើលដបប្រសិនបើមានភាគល្អិតខ្លះគាត់អាចយកដបចេញបានពីទីនោះវាទៅសរសេរកូដបាច់នេះគឺជាម៉ាស៊ីនសរសេរកូដបាច់ឡាសេភាពស្រស់ស្អាតនៃម៉ាស៊ីននេះគឺថាវាមិនត្រូវការទឹកថ្នាំណាមួយឡើយដោយឡាសេវានឹងបោះពុម្ពលេខបាច់តម្លៃនិងការបរិច្ឆេទនៃការផលិតនៅលើដបនៅពេលដែលអ្នកដំឡើងម៉ាស៊ីននេះនឹងមិនមានផ្នែកដែលអាចប្រើប្រាស់បានដូចជាទឹកថ្នាំនោះទេនេះគឺជាម៉ាស៊ីនសន្សំការចំណាយខ្ពស់ហើយវាក៏ផ្ដល់នូវប្រព័ន្ធបោះពុម្ពបាច់ដ៏ស្រស់ស្អាតអ្នកអាចមើលឃើញបាច់បោះពុម្ពឡាសេនេះគឺជាប្រព័ន្ធបោះពុម្ពឡាសេដែលមិនមានមូលដ្ឋានលើទឹកថ្នាំបន្ទាប់ពីការសរសេរកូដបាច់វាចុះចតនៅលើ zigzag conveyor យើងបានផ្ដល់ conveyor zigzag 30 ម៉ែត្រអត្ថប្រយោជន៍នៃ zigzag conveyor នេះគឺថានៅក្នុងលំហទាបវាអាចផ្ទុកបរិមាណដបខ្ពស់ណាស់បរិមាណខ្ពស់នៃដបត្រូវបានរក្សាទុកនៅទីនេះដូច្នេះម៉ាស៊ីនបំពេញអាចដំណើរការជាបន្តបន្ទាប់ព្រមទាំងម៉ាស៊ីនដាក់ស្លាកបបអាចដំណើរការជាបន្តបន្ទាប់នេះគឺជាផ្នែកសំខាន់នៃម៉ាស៊ីនពី zigzag conveyor វាចូលទៅក្នុងម៉ាស៊ីនដាក់ស្លាកនេះគឺជាស្វ័យប្រវត្តិពេញលេញដបម៉ាស៊ីនស្លាកបបទៅទីនេះទាំងនេះគឺជា Well Bob យើងត្រូវតែដាក់រមៀលនៅទីនេះហើយអ្នកអាចមើលឃើញវានឹងទៅដោយស្វ័យប្រវត្តិទៅលើស្គរបង្វិលនេះគឺជាស្គរហើយការរលីក្តៅនឹងត្រូវបានអនុវត្តនៅលើស្លាកដោយកាត់វានឹងត្រូវបានផ្ទេរទៅដបនេះមួយទទួលបានស្លាក BOPP ដ៏ស្រស់ស្អាតអ្នកអាចមើលឃើញនៅទីនោះនេះគឺជាផ្ទាំងបញ្ជានៃម៉ាស៊ីនបបប្រតិបត្តិការទាំងមូលអាចត្រូវបានគ្រប់គ្រងយ៉ាងពេញលេញពីនេះបន្ទាប់ពី BOPP យើងបានផ្ដល់ជាថ្មីម្ដងទៀតនៅឧបករណ៍បញ្ជូន zigzag បន្ទាប់ពីការបំពេញមាន zigzag និង BOPP ហើយបន្ទាប់មក zigzag ម្ដងទៀតបន្ទាប់ពី BOPP នឹងមានបរិមាណគ្រប់គ្រាន់នៃដបដើម្បីទទួលបានវាផ្ទេរទៅម៉ាស៊ីនរុំរួញដោយស្វ័យប្រវត្តិអ្នកអាចមើលឃើញដូចនេះពី zigzag conveyor ដបដីនៅលើម៉ាស៊ីនរុំរួញនេះគឺជាម៉ាស៊ីនរុំរួញដោយស្វ័យប្រវត្តិយ៉ាងពេញលេញដូច្នេះនេះគឺជា conveyor នេះគឺជាមគ្គុទ្ទេសក៍សម្រាប់ដបនេះគឺជាការជំរុញ servo នេះណែនាំដបដូច្នេះបន្ទាត់3នឹងត្រូវបានបង្កើតឡើងបន្ទាត់3ត្រូវបានបង្កើតឡើងនៅខាងក្នុង conveyor នេះគឺជាឧបករណ៍ចាប់សញ្ញាប្រសិនបើឧបករណ៍ចាប់សញ្ញាទាំងអស់នេះចុះម៉ាស៊ីននេះនឹងមិនដំណើរការទេនេះនឹងធានាថាដបគ្រប់គ្រាន់នៅទីនោះដើម្បីចាប់ផ្ដើមម៉ាស៊ីនអ្នកអាចមើលឃើញដបនៅក្នុង3បន្ទាត់នឹងមកទីនេះទាំងនេះគឺជាមគ្គុទ្ទេសក៍វានឹងបង្កើតជាក្រុមនៃដបដូចជា12 10 20 4 26 ឬ48 ដបក្រុមវាអាចបង្កើតដោយស្វ័យប្រវត្តិនៅពេលដែលក្រុមត្រូវបានបង្កើតឡើងវាមកទីនេះហើយអ្នកជំរុញនេះនឹងជំរុញក្រុមនៅក្នុងក្រុមហើយនេះគឺជាផ្ទាំងបញ្ជាដោយស្វ័យប្រវត្តិយ៉ាងពេញលេញអ្នកអាចគ្រប់គ្រងម៉ាស៊ីនទាំងមូលពីបន្ទះនេះបន្ទះស្វ័យប្រវត្តិពេញលេញគឺនៅទីនោះនឹងមាន2 Well រមៀលមួយគឺឡើងរមៀលមួយគឺធ្លាក់ចុះនេះគឺជាដង់ស៊ីតេទាបលិត polyethylene wall វានឹងបង្កើតជាបណ្ដាញមួយពីកម្ពស់មួយពីខាងក្រោមហើយអ្នកអាចមើលឃើញដបត្រូវបានវើបិទនៅពេលដែលវាត្រូវបានវើបិទដាវនេះនឹងកាត់វាហើយនឹងមានម៉ាស៊ីនកម្ដៅដែលនឹងបិទវាដូច្នេះការបង្កើតបណ្ដាញបន្តនឹងមាននៅទីនោះហើយនៅពេលដែលវាត្រូវបានវើបិទវានឹងឆ្លងកាត់ផ្លូវរួមក្រោមដីរួញ
ផ្នែកនេះគឺជាផ្នែក Verb Sealer ហើយនេះគឺជាផ្នែករួញផ្លូវរួមក្រោមដីផ្លូវរួមក្រោមដីធំបែបនេះគឺនៅទីនោះនេះគឺជាផ្លូវរួមក្រោមដីរួញធំណាស់នៅខាងក្នុងនឹងមានម៉ាស៊ីនកម្ដៅហើយយើងបានផ្ដល់ឲ្យម៉ាស៊ីនផ្លុំនេះម៉ាស៊ីនផ្លុំនេះនឹងធានាបាននូវចរន្តខ្យល់ដូច្នេះនឹងមានសីតុណ្ហភាពកម្ដៅឯកសណ្ឋានដោយសារតែសីតុណ្ហភាពកម្ដៅឯកសណ្ឋានរូបតុក្កតានៃដបនឹងមានភាពរឹងមាំនិងឯកសណ្ឋាននៅទូទាំងជ្រុងទាំងអស់បន្ទាប់ពីកម្ដៅអ្នកអាចមើលឃើញកញ្ចប់នេះនឹងមកដូចនេះរមៀលគឺរួញទាំងស្រុងនិងតុក្កតាតឹងទាំងស្រុងគឺមានហើយនេះគឺក្ដៅយើងបានផ្ដល់ឲ្យបន្ទាប់ពីប្រព័ន្ធត្រជាក់ម៉ាស៊ីនផ្លុំពីរគឺនៅទីនោះវាផ្លុំខ្យល់នៅលើតុក្កតាហើយវានឹងធ្វើឲ្យតុក្កតាត្រជាក់ពីទីនេះវាអាចត្រូវបានផ្ទេរទៅស្តុកឬវាអាចត្រូវបានបញ្ជូនដោយផ្ទាល់ទៅកាន់ឡានដឹកទំនិញអ្នកអាចមើលឃើញនៅទីនេះរថយន្តដឹកទំនិញធំមួយដែលវាត្រូវបានផ្ទុករថយន្តដឹកទំនិញនេះអាចដឹកដបបានប្រហែល800កេសវាអាចទៅដោយផ្ទាល់ទៅកាន់នាយកដ្ឋានបញ្ជូននេះជារបៀបដែលដំណើរការទាំងមូលគឺនៅទីនោះនេះគឺជាតំបន់ស្តុកយើងត្រូវការកន្លែងអបបរមា48ម៉ោងនៃការផ្ទុកផលិតកម្មពួកគេមានទំហំធំណាស់ស្តុកចុងក្រោយទាំងអស់នឹងត្រូវបានរក្សាទុកនៅទីនេះហើយពីទីនេះវានឹងត្រូវបានបញ្ជូនឥឡូវនេះអនុញ្ញាតឲ្យយើងមើលឃើញចំណុចសំខាន់មួយចំនួនសម្រាប់ការសាងសង់នេះគឺជាស្រមោលទាំងមូលអ្នកអាចមើលឃើញស្រមោលសំណប៉ាហាំងនេះគឺជាស្រមោលសំណប៉ាហាំងអ្នកអាចធ្វើស្រមោលសំណប៉ាហាំងដូចនេះរហូតដល់6ហ្វីតអ្នកត្រូវតែធ្វើក្បឿងនៅលើជញ្ជាំងនៅទូទាំងរោងចក្រនៅពេលណាដែលមានជញ្ជាំងនៅទីនោះអ្នកត្រូវធ្វើក្បឿង6ហ្វីតកម្រាលត្រូវតែរលោងអ្នកអាចធ្វើក្បឿងឬអ្នកអាចប្រើថ្មខូតានៅទូទាំងរោងចក្រថ្មខូយ៉ាគឺចូលចិត្តហើយតំបន់សំខាន់គួរតែមានបន្ទប់ដាច់ដោយឡែកអ្នកអាចមើលឃើញតំបន់ដាច់ដោយឡែកសម្រាប់រុក្ខជាតិអរ៉ូតំបន់នោះគឺជារោងចក្រអរ៉ូពីទីនោះកន្លែងលាងពាងកន្លែងបំពេញពាងទាំងអស់មានបន្ទប់ផ្សេងគ្នាបន្ទាប់មកអ្នកមានផ្លុំអាចបើកចំអស់បន្ទាប់មកការបំពេញត្រូវតែនៅក្នុងបន្ទប់បិទជិតបន្ទាប់មកការដាក់ស្លាកនិងការវេចខ្ចប់អាចមាននៅក្នុងតំបន់បើកចំមន្ទីរពិសោធន៍2ត្រូវបានទាមទារមន្ទីរពិសោធន៍មីក្រូជីវវិទ្យា1មន្ទីរពិសោធន៍គីមី1អ្នកអាចមើលមន្ទីរពិសោធន៍មីក្រូជីវវិទ្យានៅទីនេះនិងមន្ទីរពិសោធន៍គីមីនៅទីនេះអនុញ្ញាតឲ្យយើងចូលទៅក្នុងមន្ទីរពិសោធន៍មីក្រូជីវវិទ្យានេះគឺជាមន្ទីរពិសោធន៍មីក្រូជីវវិទ្យានៅទីនេះយើងត្រូវធ្វើការភ្លក្សជាប្រចាំនៃបាច់របស់យើងនៃទឹកសម្រាប់បាក់តេរីដូចជា Coliform Eastern Mall Texas មានការធ្វើតេស្តជាច្រើនដែលយើងត្រូវធ្វើនៅទីនេះហើយបន្ទាប់ពីការធ្វើតេស្តយើងអាចដឹងថាតើបាក់តេរីមានឬអត់ហើយប្រសិនបើបាក់តេរីនៅទីនោះយើងត្រូវចាត់វិធានការកែតម្រូវអ្នកតម្រូវឲ្យមានវេទិកាដូចនេះវេទិកានេះត្រូវបានធ្វើពីថ្មក្រានីតអាំងលាងសម្អាតមួយត្រូវបានទាមទារកម្ពស់អាចមាន3ហ្វីតឬ3ហ្វីតកន្លះហើយអ្នកតម្រូវឲ្យមានកុងតាក់និងដោតដូចនេះប្រហែល20ដោតត្រូវបានទាមទារដោយសារតែនឹងមានឧបករណ៍ធ្វើតេស្តខ្នាតតូចផ្សេងគ្នាដែលត្រូវការការផ្គត់ផ្គង់ថាមពលនិងម៉ាស៊ីនត្រជាក់មួយត្រូវបានទាមទារសម្រាប់មន្ទីរពិសោធន៍មីក្រូជីវវិទ្យាទាំងនេះគឺជាឧបករណ៍សាកល្បងដូចជា incubators, bot incubators, hot air oven និងលំហូរខ្យល់ laminar ទាំងនេះត្រូវបានទាមទារសម្រាប់ការធ្វើតេស្តប៉ារ៉ាម៉ែត្រប្រភេទផ្សេងគ្នាក្រុមអ្នកជំនាញរបស់យើងនឹងណែនាំអ្នកនិងបណ្ដុះបណ្ដាលអ្នកអំពីរបៀបធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍ព្រោះវាជាផ្នែកដ៏សំខាន់និងសំខាន់ណាស់ដើម្បីរក្សាកំណត់ត្រាគុណភាពហើយកំណត់ត្រាទាំងនេះនឹងត្រូវបានទាមទារសម្រាប់ការបន្តអាជ្ញាប័ណ្ណអាហាររបស់អ្នកក្រុមអ្នកជំនាញរបស់យើងនឹងណែនាំអ្នកសម្រាប់ការរក្សាអាជ្ញាប័ណ្ណក៏ដូចជាការរក្សាកំណត់ត្រានៃគុណភាពតោះចូលទៅក្នុងមន្ទីរពិសោធន៍គីមីនេះគឺជាមន្ទីរពិសោធន៍គីមីនៅក្នុងនេះទាំងអស់ប៉ារ៉ាម៉ែត្រដែលទាក់ទងនឹងគីមីនៃទឹកត្រូវបានសាកល្បងដូចជា taste, hardness, color, odor, sulfate, nitrate មានប៉ារ៉ាម៉ែត្រជាច្រើនដែលអាចត្រូវបានសាកល្បងនៅទីនេះនៅក្នុងនេះផងដែរយើងត្រូវធ្វើវេទិកានៃថ្មក្រានីត1 3និង3ហ្វីតកន្លះអាំងលាងមួយត្រូវបានទាមទារការចម្រោះគឺត្រូវបានទាមទារហើយយើងផ្គត់ផ្គង់ឧបករណ៍ធ្វើតេស្តទាំងអស់នេះសារធាតុគីមីនិង reagents ក្រុមអ្នកជំនាញរបស់យើងនឹងបណ្ដុះបណ្ដាលមនុស្សរបស់អ្នកអំពីរបៀបធ្វើសារធាតុគីមីការធ្វើតេស្តទឹកហើយអ្នកត្រូវរក្សាកំណត់ត្រាទៅតាមដូច្នេះអាជ្ញាប័ណ្ណរបស់អ្នកនឹងត្រូវបានបន្តដោយផ្អែកលើកំណត់ត្រាគុណភាពរបស់អ្នកផងដែរសូមអរគុណសម្រាប់ការមើល